ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំហៅសេយោខ្ញុំសេលាថ្ងៃទី1នៃការ challenge របស់ខ្ញុំហើយមុននឹងខ្ញុំ challenge ខ្ញុំថ្លឹងគីឡូខ្លួនណាដែរអញ្ចឹងគឺ62គីឡូចុច85ជាទូទៅពេលអាហារពេលព្រឹករបស់ខ្ញុំគឺខ្ញុំញ៉ាំប្រូតេអ៊ីនញ៉ាំ shake គឺយើងញ៉ាំជារៀងរាល់ព្រឹកតែម្ដងទោះកាលមុនខ្ញុំអត់ទាន់ធ្វើការវេនយប់ក៏ខ្ញុំព្រឹកឡើងខ្ញុំញ៉ាំដែរនៅពេលដែលខ្ញុំចាប់ផ្ដើម fasting ម្ដងប៉ុន្តែឥឡូវដោយសារតែយើងរៀងដូរថែតិចដោយសារតែខ្ញុំធ្វើការវេនយប់ចឹងព្រឹកឡើងខ្ញុំនៅញ៉ាំប្រូតេអ៊ីនដដែលប៉ុន្តែយើងផ្លាស់ប្ដូររបបអាហារហើយនឹងម៉ោងពេលយើងញ៉ាំចឹងណាហើយជាទូទៅគឺខ្ញុំញ៉ាំដាក់តាមមួយស្គូបទេហើយទឹកខ្ទង់150 ml អីគឺញ៉ាំប៉ុណ្ណឹងខ្ញុំញ៉ាំបានឆ្អែតអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលខ្ញុំបានអញ្ចឹងណាព្រោះខ្ញុំក៏អត់ច្បាស់លើអាហ្នឹងច្បាស់ដែរប៉ុន្តែគាត់ថាអ្វីដែលខ្ញុំធ្វើទៅពីមុនបានផលគឺខ្ញុំធ្វើឡើងវិញអញ្ចឹងណាព្រោះពីមុនខ្ញុំធ្លាប់តែសម្រក់ដល់បានដល់55គីឡូម្ដងហើយបន្ទាប់មកអានេះគឺជាអាហារពេលថ្ងៃរបស់ខ្ញុំញ៉ាំនៅម៉ោង11ព្រោះស្អែកខ្ញុំញ៉ាំអស់ហើយអាំងឆាប់បានគេងអញ្ចឹងណាព្រោះស្អែកខ្ញុំត្រូវគេងពេលថ្ងៃដើម្បីយកកម្លាំងធ្វើការវេនយប់អញ្ចឹងអាហារពេលថ្ងៃត្រង់របស់ខ្ញុំគឺអត់មានអីច្រើនគឺយើងញ៉ាំសាឡាត់ហើយញ៉ាំក្នុងសាឡាត់ហ្នឹងគឺមានខ្ញុំអត់ដឹងថាហ្នឹងគេហៅអីដែលថាសាឡាត់ស្រួយbacon ហើយនឹងបាគីបន្តិចទៅហើយនឹងផ្លែក្រូចអីដែរអញ្ចឹងព្រោះនៅក្នុង set salad ហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងអាហារថ្ងៃត្រង់របស់ខ្ញុំគឺមានប៉ុណ្ណឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលខ្ញុំញ៉ាំបានតាំងវិញចាខ្ញុំហូបឡើងមិនតែសាណាលុយណាអីឈិនហ្នឹង
ចឹងបន្ទាប់ពីខ្ញុំញ៉ាំហើយគឺអត់មានធ្វើអីទៀតទេប្រហែលជាកន្លះម៉ោងបន្ទាប់មកគឺខ្ញុំគេងព្រោះខ្ញុំត្រូវដល់ម៉ោងខ្ញុំគេងវេនថ្ងៃអញ្ចឹងសកម្មភាពខ្ញុំគឺអត់មានទេប៉ុន្តែឥឡូវអ្នកទាំងអស់គ្នាមើលតួរបស់ខ្ញុំធ្វើគឺទៅញ៉ាំកាគេល្ងាចឡើងនិយាយទៅគឺ fail សាហាវសូម្បីថាចង់ challenge ខ្លួនឯងថ្ងៃដំបូងគឺបើកឈុតធំញ៉ាំកាបណ្ដោយអញ្ចឹងមានន័យថា challenge ថ្ងៃទី1គឺ fail តែចាអត់មានអីនិយាយទេអញ្ចឹងអរគុណសម្រាប់ការទស្សនាកុំភ្លេច follow ផងណា